ថ្ងៃនេះជាថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025ដែលវេលានេះម៉ោង8យប់មកនៅទីក្រុងម៉ុងរ៉ាអល់នៃប្រទេសកាណាដាមុននឹងចាប់ដើមធ្វើការវិភាគសូមស្ដាប់ចម្រៀងមួយបទក្រុមចំណងជើងថាចម្រៀងថ្វាយពពកដែលមានសម្លេងដូចតទៅនេះសូមថ្វាយបង្គំលក្ខខណ្ឌប្រណំដាំងលើសិរសាសូមប្រគេនពរដល់ព្រះករុណាព្រះបណ្ឌិតថ្លៃថ្លានាមធំសវណ្ណសូមព្រះជន្មយឺនយូរសុខភាពបញ្ញាភ្លឺថ្លាបន្តជួយបំភ្លឺដល់ជើងកាមេរ៉ាឲ្យតាមពីគ្នានឹងបានសងខាប្រជាធិបតេយ្យរបបប្រពៃដឹកនាំកម្ពុជានាំឲ្យកម្ពុជាពុំមានទង្ខាកងចាក់ទាំងពីរបានរួមមូលមីដើមជាមួយគ្នាគុណតែចាំអនាចមិនឃ្លាតពីគ្នាធ្វើឲ្យកម្ពុជាបានសុខពិតណងសូមថ្វាយបង្គំលក្ខខណ្ឌប្រណំដាំងលើសិរសាសូមប្រគេនពរដល់ព្រះករុណាព្រះបណ្ឌិតថ្លៃថ្លានាមធំសវណ្ណសូមព្រះជន្មយឺនយូរសុខភាពបរិបូរណ៍បញ្ញាភ្លឺថ្លាបន្តជួយបំភ្លឺដល់ជើងកាមេរ៉ាឲ្យតាមពីគ្នានឹងបានសងខាប្រជាធិបតេយ្យរបបប្រពៃដឹកនាំកម្ពុជាពលរដ្ឋជាធំជាម្ចាស់វាសនានាំឲ្យកម្ពុជាពុំមានទង្ខាកងចាក់ទាំងពីរបានរួមមូលមីដើមជាមួយគ្នាគុណតែចាំអនាចមិនឃ្លាតពីគ្នាធ្វើឲ្យកម្ពុជាបានសុខពិតណងពោមានថ្ងៃទីម៉ោង8ព្រោះតាមពិតម៉ោង7ល្ងាចទេព្រោះ7ល្ងាចវិញនិយាយខុសបើគាត់ធ្លាប់ឡាយម៉ោង8ប៉ុន្តែច្រឡំម៉ោង7ព្រោះលើតទៅទៀតព្រោះសូមថាធ្វើការវិភាគព្រឹត្តិការណ៍ដែលកើតមាននៅប្រទេសកម្ពុជាព្រោះនៅឃើញការព្រមព្រៀងគ្នាឲ្យដើរវាស់ព្រំដែនតាម
តាមផែនទីដែលបារាំងគូសនោះបងគឺ2000កំណត់2000នោះគឺឃើញប្រកួតព្រំដែនមួយទីថៃដូចកោះឡើងលើបងឃើញរូបរឿងប្រកួតនឹងតើខ្មែរបើយកស្រួលគឺឲ្យវាស់ជាមួយគ្នាមកកុំឲ្យថៃប្រឡំបានបងជាដែរវាកោះប្រកួតសីមាទៅវាប្រខិតចូលដីខ្មែរក៏មានឬបដកចោលតែម្ដងក៏មានបងឲ្យខ្មែរប្រយ័ត្នតែព្រមព្រៀងពិនិត្យមើលប្រកួតព្រំដែនហ្នឹងឲ្យពិនិត្យមើលជាមួយគ្នាកុំឲ្យថៃប្រឡំប្រកួតព្រំដែនឬខិតមកលើដីខ្មែរឬក៏ដកចោលតែម្ដងនោះបើប្រយ័ត្នការបកបោះប្រកួតព្រំដែននោះអានឹងមួយព្រោះឲ្យមានគេនិយាយថាថៃទីចង់បានប្រាសាទតាកបីប្រាសាទតាមុនអីហ្នឹងថាកន្លែងអស់ហ្នឹងទៅចង់បានខ្លាំងណាស់ថារបស់មានរ៉ែបើមិនដឹងរ៉ែស្អីខ្លះតែរ៉ែនៅក្នុងដីហ្នឹងបានចង់បានខ្លាំងណាស់ព្រោះប៉ុន្តែខ្មែរបានទប់ទល់លើនឹងហើយព្រោះជាប្រាសាទរបស់ខ្មែរមិនអាចពីណាមកយកបានទេនឹងមួយក៏ឲ្យខ្មែរពិចារណាព្រោះការពារទឹកដីឲ្យពិចារណារឿងទៅព័ត៌មានថាមិនខ្លះហើយរូបបកគោលនោះមកថតដល់ប៉ុន្តែណាបាត់ទៅណាបាត់ទៅមិនឃើញអូថតវានេះទេនោះបាច់មើលទៅចឹងវានេះទេថតកាមេរ៉ាមួយទៀតប៉ុន្តែមិនមើលឃើញគាត់ថាប្រកួតព្រំដែនឃើញដកយកមកដាក់ខាងលើដីហើយឃើញប្រកួតព្រំដែនហ្នឹងប៉ុន្តែអត់ឃើញខ្មែរទេឃើញថៃអញ្ចឹងមកថាតើប្រកួតព្រំដែនហ្នឹងថៃដកមកថាដាំទៅវិញទេដាំទៅត្រូវកន្លែងវិញទេតែខ្មែរដឹងរឿងហ្នឹងទេសូមឲ្យប្រយ័ត្នដកបកគោលមើលពិនិត្យមើលបកគោលពិនិត្យមើលរួមគ្នាបងតែកុំបាច់យកកាមេរ៉ាមួយទៀតទៅថតនោះហើយប្រយ័ត្នមើលបកគោលព្រំដែនចាំទៅយកហ្នឹងមិនឃើញទេទៅចាំតិច
ពេលនេះរបកគោលថតបកគោលព្រំដែនដែលថៃដកយកដាក់ខាងលើហ្នឹងហើយថតនៅកន្លែងណាពោចាំក្រោយទៀតលើក៏គាត់ថាថៃមានដកបកគោព្រំដែនដាក់នៅលើដីប៉ុន្តែខ្មែរដឹងហ្នឹងទេតែថៃដាក់ទៅវិញទេហើយដាក់នៅកន្លែងណាឬដកចោលតែម្ដងអានឹងឲ្យខ្មែរនឹងដកបើថាដកពីនិតមើលបកគោព្រំដែនហ្នឹងដើរជាមួយគ្នាព្រោះកុំឲ្យថៃប្រឡំបានអានឹងចាំពេលក្រោយទៅបើស្វាថតទុកទៅពេលប្រឡំដៃទាំងអូមឃើញអានឹងមួយហើយធ្វើអីក៏ឲ្យប្រយ័ត្នព្រោះដាក់ត្រង់គ្នាមិនអីបើមិនត្រង់គ្នាវាប្រឡំឃើញបកគោព្រំដែនហើយវាចូលទៅដីខ្មែរទៅវិញមាននៅដីខ្មែរវាចូលទៅដីដែលយកដីខ្មែរវិញមិននឹងឲ្យប្រយ័ត្នព្រោះមិញហ្នឹងវាឃើញព័ត៌មានគេផ្សាយក៏ធ្វើសន្ធិសញ្ញាក្រោយទៀតឯកាលថ្ងៃមុនដែលលោកត្រាំមកដែរ13ខនោះព្រោះឥឡូវ8ខបើក្រោយទៀតទេ3ខឃើញល្អគឺថាព្រមព្រៀងគ្នាមិនឆ្លៀនពៀនគ្នាទៅវិញទៅមកព្រោះប៉ុន្តែដល់ក្រោយមកតែថៃគោរពការបរិញ្ញាចិត្តទៅវិញទៅមកទៅទេនឹងរឿងថៃព្រោះឃើញថាថៃនឹងអត់ពិតប្រកបតែនិយាយអីក៏អត់គោរពសន្ធិសញ្ញារបស់ខ្លួនទេចានបំភ្លេចចោលចាំមើលតទៀតទៅព្រមព្រៀងរួម3ខក្រោយនេះឃើញល្អព្រោះកុំឲ្យឆ្លៀនពៀនគ្នាទៅវិញទៅមកតែថៃគោរពអត់នឹងចាំមើលតទៅទៀតនៅថៃលិចទឹកច្រើនកន្លែងណាព្រោះលិចទឹកច្រើនកន្លែងណាប៉ុន្តែមិនគិតរឿងការលើកដីទឹកលិចដីរបស់ខ្លួនថែទាំការពារទេចង់បានដីខ្មែរព្រោះចង់បានដីខ្មែរមិនដឹងមិនចង់យកប្រាសាទនេះប្រាសាទនោះហើយចង់វាដោយកម្លាំងទៅទៀតព្រោះធ្វើតាមកិច្ចសន្យាហ្នឹងអត់មានឆ្លៀនពេលគ្នាទៅវិញទៅមកទៀតទេបានសុខសន្តិភាពជាមួយគ្នាហើយមានរឿងជាមួយភូមិទៀតយ៉ាម៉ាព្រោះមានបញ្ហាមួយយ៉ាម៉ាទៀតយ៉ាម៉ាបានបិទព្រំតដែនមិនអោយថៃដឹកផលិតផលទំនិញអីយកទៅលក់នៅភូមិទៀតទេនៅទៅហ្នឹងគឺបញ្ហាហើយខ្មែរខាងខ្មែរក៏បិទខាងភូមិក៏បិទហើយមានរឿងជាមួយម៉ាឡេស៊ីមានម៉ាឡេស៊ីគឺថា3ខេត្តនៅពីខាងត្បូងជាប់ដីភូមិនោះជាប់ដីម៉ាឡេស៊ីមានរឿងគ្នាដោយថាដី3-4ខេត្តហ្នឹងជាភាគច្រើនគឺជនជាតិម៉ាឡេស៊ីនៅនឹងហើយចង់ទាមទារឯករាជ្យទៅទៀតព្រោះហើយមានការកប់បែកអីទៅទៀតនឹងមានបញ្ហាជាមួយដីរបស់ខ្លួនមានបញ្ហាមិនគួរគិតតែចង់បានដីខ្មែរវាអស្ចារ្យតោះហ្នឹងថាខ្មែរមានគុណវាយកដីខ្មែរអស់37ខេត្ត37ខេត្តដែលថៃយកប៉ុន្តែអតីតកាលកន្លងមកហើយក៏នឹងបើអត់មានអង្គការសហប្រជាជាតិអត់មានតុលាការអន្តរជាតិហ្នឹងពិបាកទប់ទល់ណាបង
แต่វាអត់អៀនខ្មាស់បើឆ្លៀនពៀនវាចេះយកបានពេលហ្នឹងបន្ទាប់ពីសម័យមហានគរមកខ្មែរបានចុះខ្សោយបងពេលដែលចុះខ្សោយហ្នឹងថៃបានលបយកដីខ្មែរអស់37ខេត្តបងក្រោយមកខ្មែរដោយក្រមអាណានិគមនិយមបារាំងបងហើយតើថាបារាំងចេញទៅបារាំងគូសផែនទីឲ្យអនុវត្តរវាងប្រទេសណាដែលបារាំងអាណានិគមនិយមបានត្រួតត្រាលើប្រទេសណាមួយតាមច្បាប់អន្តរជាតិថាឲ្យគោរពតាមយមដែលទុកសល់ឲ្យបែបម៉េចទៅគោរពដូចជាផែនទីដែលបារាំងគូសជាមួយថៃហ្នឹងផែនទីរបស់វាបារាំងឆ្នាំ1907 1904ហើយថៃវាទៅគូសផែនទីខ្លួនឯងជាឯកតោភាគីគេអត់យល់ការទេមិនមែនច្បាប់អន្តរជាតិទេច្បាប់អន្តរជាតិគឺផែនទីដែលអាណានិគមនិយមបរទេសដែលឆ្លៀនពៀនប្រទេសណាហើយធ្វើអាណានិគមនិយមលើប្រទេសណាហើយទៅប្រទេសដែលធ្វើអាណានិគមនិយមលើគេបានកំណត់ផែនទីបែបណាទៅគោរពតាមអាណានិគមនិយមបើមិនចឹងទៅទាស់នេះអត់ចប់ទេដល់អន្តរជាតិចឹងនៅជាច្បាប់អន្តរអត់មានខ្លួនឯងក្រោយមកទៀតទេជាឯកតោគូសជាមួយខ្លួននោះបើថៃគូសជាមួយថៃតាមផែនទីហ្នឹងដែលវាស់ពុំគឺវាស់តាមអាណានិគមនិយមដែលទុកឲ្យអាណានិគមនិយមចេញទៅជាពិសេសគោរពតាមផែនទីបារាំងខ្មែរនិងថៃទៅចឹងដល់អញ្ចឹងទៅបន្ទាស់អត់ចប់ទេច្បាប់អន្តរជាតិថាគោរពតាមផែនទីបែបម៉េចគឺតាមអាណានិគមនិយមលើប្រទេសណាមួយហើយបានមុនចេញទៅនឹងគោរពតាមផែនទីច្បាប់អន្តរជាតិហើយថៃមិនទៅគូសផែនទីខ្លួនឯងយកមកបន្លំយកដីខ្មែរទេហ្នឹងត្រូវតាមអន្តរជាតិបងអាហ្នឹងបើធ្វើតាមតែច្បាប់អន្តរជាតិទៅវាអត់តគ្នាទេព្រោះថាពិនិត្យមើលបកគោលគឺបកគោលដែលនិគមរាំងបានបន្សល់ទុកឲ្យបងពេលឲ្យតាមមើលប្រទេសទាំងសងខាងកុំឲ្យបន្លំតែបន្លំមានបញ្ហាតទៀតដែរបងហើយគោរពគ្នាដោយសន្ធិសញ្ញាខ្មែរថៃ8ខក្រោយនេះឃើញល្អបងឃើញល្អបើធ្វើតាមហ្នឹងអត់តោះគ្នាតទៀតទេកុំចង់បានដីគេចង់បានប្រាសាទរបស់គេតទៀតថៃលំមឈប់ឲ្យគិតពីវាសនាប្រទេសរបស់ខ្លួនដែលកំពុងទឹកលិចខ្យល់ព្យុះកើផែនដីគិតប្រយោជន៍ពីប្រទេសខ្លួនទៅកុំចង់ឈឺពេលប្រទេសកម្ពុជាហើយប្រទេសជិតខាងដទៃទៀតព្រោះចឹងរឿងមួយប្រទេសដទៃទៀតព្រោះអត់គិតពីប្រយោជន៍ប្រទេសខ្លួនទេហើយមានសត្រូវជុំទិសថៃមានសត្រូវជុំទិសជុំទិសគឺភូមាក៏មានសត្រូវម៉ាឡេស៊ីហើយលាវអីក៏មានសត្រូវមួយគេអត់ធ្វើមិត្តល្អរវាងប្រទេសជិតខាងគ្នាទេគិតតែចង់បានរបស់គេបងចង់បានដីខ្មែរហើយយកដីខ្មែរប៉ុណ្ណឹងមិនឆ្អែតមិនឆ្អែតតែចង់បានតទៅទៀតអាហ្នឹងមិនបានសុខប្រទេសជិតខាងគេធ្វើអញ្ចឹងមិនបានសុខវាយើងឆ្លៀនពេលគេបងឥឡូវមានច្បាប់អន្តរជាតិមុនអត់មានឯជាទៅយកបាន37ខែដែលថៃយកពីខ្មែរបងពេលដែលខ្មែរចុះអាណាចក្រខ្មែរចុះខ្សោយបងឥឡូវដល់មានច្បាប់អន្តរជាតិហើយនៅចង់បានដីខ្មែរតទៀតបង
ហើយខ្មែរគេការពារទឹកដីរបស់គេកុំឲ្យបាត់បង់អញ្ចឹងហើយនោះជារឿងមួយព្រោះហើយរឿងដតីទៀតគឺខ្មែរមានស្មារតីចំពោះជាតិខ្លួនហើយតែសល់ទឹកដីតិចតួចខំការពារទឹកដីដែលនៅសេសសល់ពីសៀមយកហ្នឹងកុំឲ្យបាត់បង់បន្តទៅទៀតព្រោះវានៅតូចហើយព្រោះហើយថៃមួយស្លៀនពៀនខ្មែរការពារទឹកដីខ្លួនទេខ្មែរមិនចង់បានទឹកដីពីណាទេទឹកដីថៃណាព្រោះថៃពីមុនមកអត់មានទឹកដីផងសតវត្សទី13បានមានប្រកាសទៅចេញមកពីយូណានប្រទេសចិនព្រោះថៃចេញមកពីយូណានប្រទេសចិនជាកុលសម្ព័ន្ធរបស់ចិនព្រោះហើយមកធ្វើឯងគ្រាន់បើសងបងធំនៅក្នុងអាស៊ីទៀតព្រោះហើយប្រទេសគេមួយការពារទឹកដីរបស់គេហើយបងប្អូនអ៊ីស្លាមអស់វៀតណាមយកទឹកដីខ្មែរអ៊ីស្លាមមកលេងទៅហើយយើងការពារឲ្យនៅសល់ទឹកដីទៅបីតិចតួចក៏ដោយប៉ុន្តែនៅសល់តិចតួចហ្នឹងខ្មែរតិចតួចហ្នឹងបាត់ទៅទៀតនោះជាងមកខ្មែរការពារទឹកដីបានគង់វង្សព្រោះហ្នឹងណែឈប់ទៅថៃឈប់ទៅធ្វើមិត្តភាពជាមួយគ្នាទៅទឹកដីដែលថៃយកពីខ្មែរ37ខេត្តទេពេលអតីតកាលហើយប៉ុន្តែគេមិនទាន់មានបំណងថាយកដីនឹងមកវិញទេហើយថៃឈប់ស្លៀនពៀនខ្មែរតទៀតទៅគិតវាសនាប្រទេសរបស់ខ្លួនវិញទឹកដីរបស់ខ្លួនប៉ុណ្ណឹងធំហើយជាង70ខេត្តហើយបងខ្មែរមានតែ25ខេត្តទេយើងមាន70ខេត្តតែកុំឲ្យលោកហួសពេកណែលោកហួសពេកវាអន្តរាយប្រទេសខ្លួនយើងស្លៀនពេលគេឥឡូវមានច្បាប់អង្គការសហប្រជាជាតិមានច្បាប់អន្តរជាតិជួយការពារប្រទេសទាន់ខ្សោយប្រទេសណាដែលត្រូវបរទេសចូលស្លៀនពៀនគេការពារគឺអន្តរជាតិជួយការពារហើយព្រោះហ្នឹងយើងពិបាកប្លន់ទឹកដីខ្មែរតទៀតហើយពីមុនវាអត់មានច្បាប់អាណាខ្លាំងអានឹងឈ្នះហើយណែយកបាន37ខេត្តហើយលំមុំឆ្អែតហើយលំមុំឆ្អែតហើយឈប់ចង់បានប្រាសាទខ្មែរចង់បានទឹកដីខ្មែរតទៀតវប្បធម៌អក្សរសាស្ត្រប្រជារបស់ខ្មែរទាំងអស់ថៃយកទៅប៉ុន្តែអត់ភ្លេចគុណខ្មែរភ្លេចគុណខ្មែរណែមើងងាយខ្មែរមិនរលត់ទេដោយមានបងប្អូនយុវជនខ្មែរសម័យក្រោយមកបានក្រោកឡើងតស៊ូការពារទឹកដីរបស់ខ្លួនមិនឲ្យបាត់បង់តទៅទៀតបងនឹងជាសិទ្ធិរបស់ខ្មែរណែកុំឲ្យរំលោភសិទ្ធិខ្មែរតទៀតឲ្យខ្មែរបានសុខទៅណែឯងក៏បានសុខព្រោះប្រទេសជិតខាងគ្នាមិនទៅយកគ្នាជាសត្រូវទេយើងគោរពគ្នាទៅវិញទៅមកជាសមភាពមិនស្លៀនពៀនគ្នាទៅវិញទៅមកអានឹងបានសុខហើយយើងស្លៀនពៀនគេអត់ចប់រឿងសោះចេះតែចង់បានដីខ្មែរចង់ធ្វើចម្បាំងខ្មែរនៅសតូចខ្មែរចង់បានសន្តិភាពមិនចង់ចម្បាំងទេដោះស្រាយបែបនេះដោយសន្តិវិធីហើយថៃចង់ទៅធ្វើសង្គ្រាមព្រោះបង្កើតចំនួនបង្កើតរឿងរ៉ាវអត់ឈប់ធ្វើអាក្រក់ទៅថៃកាន់ពុទ្ធសាសនាដែរកាលណាយើងសាងបាបបានទទួលបាបហើយឥឡូវទឹកហូរចាក់នៅដីថៃខ្លាំងណាស់ខ្លាំងជោគលើលបលអត់ទៅគិតពីវាសនាប្រទេសខ្លួនវិញទៅការពារបាតុភូតធម្មជាតិទៅវិញទៅល្អជាងរវល់គិតមកចង់បានដីខ្មែរប្រមូលកម្លាំងមកធ្វើបាបខ្មែរហ្នឹងអត់សូត្រទេខ្មែរគេការពារខ្លួនគេហើយច្បាប់អន្តរជាតិគេការពារហើយ
អត់ទៅឆ្លៀនពៀនខ្មែរតទៀតទេព្រោះយើងកុំឆ្លៀនពៀនគ្នាទៅបានសុខហើយយើងឆ្លៀនពៀនគេហ្នឹងគេតស៊ូហើយគេការពារទឹកដីរបស់គេហើយទោះបីប្រទេសគេតូចក៏ដោយហើយច្បាប់អន្តរជាតិគេការពារអ្នកណាឆ្លៀនពៀនគេហ្នឹងគេការពារគេដាក់ទណ្ឌកម្មហើយព្រោះដោយខាងសហរដ្ឋអាមេរិកមហាអំណាចធំគេការពារប្រទេសតូចតាចហើយព្រោះការពារតាមច្បាប់មិនអោយប្រទេសដទៃទៀតចូលឆ្លៀនពៀនបានហ្នឹងចឹងសូមថៃឈប់ទៅយកគ្នាជាមិត្តទៅវិញទៅកុំឲ្យយកប្រទេសជិតខាងជាសត្រូវខ្លួនឯងក៏អត់បានសុខដែរអត់បានសុខទេយើងឆ្លៀនពៀនគេគេការពារទឹកដីគេហើយគេតស៊ូហើយមកឲ្យណាយកដីខ្មែរប្រាសាទរបស់ខ្មែរតទៀតទេឲ្យយកគ្នាជាមិត្តទៅខ្មែរធ្លាប់មានគុណនៅថៃផងហើយថៃទៅបំពំឈប់ឆ្លៀនពៀនទឹកដីខ្មែរតទៅទៀតព្រោះហ្នឹងឲ្យប្រយ័ត្នខ្មែរការពារទឹកដីរបស់ខ្លួនឲ្យបានគង់វង្សដែលនៅសេសសល់តិចតួចហ្នឹងហើយថៃយកបានខ្មែរមិនទាន់មានបំណងថាចង់យកដីដែលថៃយកបានវិញនោះត្រឡប់មកវិញទេណៃថៃតបល្អប្រទេសណៃចុះទោះបីណៃប្លន់យកទឹកដីខ្មែរអស់37ខេត្តក៏ដោយក៏ខ្មែរមិនទាន់នឹកងារថាចង់យកមកវិញបានឲ្យបាននោះទេហើយណៃយកដីខ្មែរអស់ប្រឹងហើយណៃមិនព្រមឈប់ទៀតចង់បានដីខ្មែរចង់បានប្រាសាទរបស់ខ្មែរតទៅទៀតលំមុំឈប់ហើយមុំឆ្អែតហើយថៃលំមុំឆ្អែតហើយអំពើអាក្រក់របស់ណៃនឹងអំពើអាក្រក់នឹងឲ្យផលណៃណៃអត់បានសុខទេណៃឆ្លៀនពៀនគេគ្នាណៃអត់បានសុខកម្មផលរបស់អ្នកណាសាងនឹងណៃទៅបានទទួលព្រោះលើមិនទាន់ដាក់ទណ្ឌកម្មថាណៃបាតុភូតធម្មជាតិកំពុងតែធ្វើបាបដែរមិនទាន់និយាយថាអានឹងដោយសារបាបកម្មទៅធ្វើបាបខ្មែរនោះព្រោះមិនទាន់និយាយទេយើងមិនចង់ថាអបអរសាទរទេប៉ុន្តែណៃគូភ័យគូតក់ស្លុតអំពើបាបប្រកម្មដែលណៃសាងមកលើខ្មែរអត់ឈប់ឈរសោះប្រទេសខាងកើតខាងវៀតណាមក៏ឆ្លៀនពៀនខ្មែរហើយនៅប្រទេសខាងលិចប្រទេសថៃហ្នឹងនៅឆ្លៀនពៀនខ្មែរតទៅខាងកើតយកទឹកដីខ្មែរអស់ច្រើនណាស់ស្រៀងគ្នាប្រទេសខាងលិចប្រទេសថៃក៏យកដីខ្មែរអស់ច្រើនណាស់ប្រទេសពីរហ្នឹងយកពីដើមខ្មែរធំរាប់លានគីឡូម៉ែត្រកន្លះជាង1លានគីឡូម៉ែត្រកន្លះនៅសល់តិចសៀមយកខ្លះវៀតណាមយកខ្លះមិននៅសេសសល់តិចតួចសេសសល់តិចទៅគេការពារទឹកដីរបស់គេកុំឲ្យបាត់សូន្យសងគេលុបពីផែនទីពិភពលោកបានខ្មែរនឹងមូលគ្នាការពារទឹកដីរបស់ខ្លួនហើយយើងបានថ្មលើកដល់ជនជាតិខ្មែររបស់បកប្រជាជនកម្ពុជាពេលស្រុកទេសកំពុងបរទេសចូលឆ្លៀនពៀនទឹកដីខ្មែរគួរកុំឲ្យធ្វើបាបខ្មែរគ្នាឯងឲ្យមានឯកភាពជាតិឲ្យមូលតកូលគ្នាហើយបកប្រជាជនចង់ធ្វើច្បាប់មួយច្បាប់ដកសញ្ជាតិវាដកសញ្ជាតិគេចឹងតញ្ជាតិខ្មែរចឹងបើមានតោអីធ្វើតាមច្បាប់ទៅមានប្រទេសណាដែលដកសញ្ជាតិខ្លួនចឹងអត់មានទេណៃមិនក៏ចង់ធ្វើចឹងណៃខឹងណាដល់សញ្ជាតិគេគឺជាខ្មែរគេមានសិទ្ធិនិយាយស្ដីការពារទឹកដីរបស់គេដែរហើយបកប្រឆាំងគណៈបកសង្គ្រោះជាតិណៃមិនលេគេចោល
này chỉ là chỉ tua cọ là tua khó sẽ bạc còn plan cái đó cái khẩu lần to số này trong đã toàn là càng cái tiệt trong một plan cái ở thế anh em ở đây cái to số này chuyện cái chỉ không ai đây cái là sao bây giờ tôi bắt tayสไรภูปะตามรัฐธรรมโดยปัจจุบันเนี่ยได้องค์การสหประชาชาติบ้านช่วยเรียบจอมพวกเสียระบอบมือละล้อให้ไหนผมพลานจอเสียไปองค์การสหประชาชาติบ้านช่วยកិច្ចព្រមព្រៀងសន្តិភាពថ្ងៃ23តុលា1991ហ្នឹងគឺទុកជាមូលដ្ឋានមួយសំខាន់កុំឲ្យខ្មែរទាំងខ្មែររួមគ្នាទី1ទី2កុំឲ្យបរទេសណាឈ្លានពានទឹកដីខ្មែរតទៅទៀតហើយណែចុះហត្ថលេខា18ប្រទេសណែមួយដែរចុះហត្ថលេខាគឺថៃដែរការពារទឹកដីខ្មែរអត់ការពារគួរទូសឯករាជ្យអធិបតេយ្យជាតិខ្មែរប៉ុន្តែចូលឈ្លានពានទឹកដីខ្មែរជាការខុសច្បាប់កិច្ចព្រមព្រៀងសន្តិភាពដែលណែចុះហត្ថលេខាដែរនោះហើយវៀតណាមក៏ចុះលេខាដែរក្នុងសង្គមហើយជាមួយនឹងក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍សន្តិសុខអង្គការសហប្រជាជាតិទាំង5ប្រទេសបានចុះលេខាប្រទេសធំក្នុងសកលលោកបានចុះលេខាទទួលស្គាល់ឯករាជ្យរបស់ខ្មែរអធិបតេយ្យជាតិខ្មែរបាននៅខ្មែរសពថ្ងៃបានបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយយកកិច្ចព្រមព្រៀងសន្តិភាពថ្ងៃ23ដុល្លារជាគោលតាមអង្គការសហប្រជាជាតិបានជួយរៀបចំទៅដើម្បីប្រឆាំងនឹងណែឯងហើយធ្វើបាបគេអត់បានទេណែដល់ជាតិគេមិនគេជាតិខ្មែរនៅតែដែរណែដកនៅតែខ្មែរដដែលដកគេមិនណាដកគេមិនទេណែគឺជាតិមួយដែរចាំគេដកសជាតិណែចេញបែបមិនដែរណាអាហ្នឹងមានតែមួយអាត្មានិយាយទៀតណែហ៊ានដកសជាតិគឺខុសច្បាប់ចឹងហើយបើដកអ្នកគាំទ្របោះឆ្នោតឲ្យគណៈបក្សសង្គ្រោះជាតិ3លានអ្នកពោលណែដកទាំង3លានហ្នឹងដកជាសញ្ជាតិខ្មែរ3លានអ្នកណែដកទៅមានដកលោកសំលោកស៊ីលោកកឹមសុខាមពីរនាក់ទេតែណាគាំទ្រគណៈបក្សសង្គ្រោះជាតិទៅដកទាំងអស់ដកណែដក3លានអ្នកគាំទ្រពេលនោះឥឡូវមាន3លានអ្នកឥឡូវច្រើនណាស់គាំទ្រគណៈបក្សសង្គ្រោះជាតិស្ទើរតែ 100% ដែរគេចង់បានប្រជាធិបតេយ្យមិនចង់បានរបបផ្ដាច់ការចឹងទេណាហើយណែចង់ដកសញ្ជាតិគេចេញមិនគេជាខ្មែរដកសញ្ជាតិគេខ្មែរដូចឆ្កែអញឆ្កែឲ្យដកសញ្ជាតិពីឆ្កែទៅស្អីវិញគោនៅតែគោដែរដកសញ្ជាតិពីគោមិនឈ្មោះគោយកមកជាតិជាគោជាតិជាឆ្កែជាតិជាជ្រូកទៅដកសញ្ជាតិពីជ្រូកមិនគ្នាជាជ្រូកទៅហើយព្រោះដកចឹងមិនកើតវាអត់ត្រូវសកលលោកគេធ្វើចឹងទេណែធ្វើខុសគេណែធ្វើតាមការនឹកឃើញសម័យរបស់ឯងចង់ធ្វើបាបគេឥឡូវមានច្បាប់អន្តរជាតិទៀតណែមិនទៅពេលបាបអត់ទេណែទៅពេលគេមិនលេងឯងចោលព្រោះរបបជាតបតៃកើតជាជើទៅតាំងប៉ុន្តែឯងធ្វើខុសពលរដ្ឋមានសិទ្ធិទម្លាក់ចោលអាហ្នឹងណាច្បាប់របបជាតបតៃហើយណែតជាតិទៅពេលខាងមុខគេមិនលេងឯងចោលព្រោះណែធ្វើខុសច្បាប់មិនគោរពសិទ្ធិរបស់ប្រជារាស្ត្រគេធ្វើបានតែព្រោះហើយប្រទេសទាំងក្នុងលោកធ្លាក់បន្តគ្នានាយករដ្ឋមន្ត្រីប្រធានាធិបតីខ្លះធ្វើខុសគេទម្លាក់ចោលព្រោះប្រជារាស្ត្រទម្លាក់ចោលបានតើប្រជាជនគេទម្លាក់បានដែរមិនបាច់ទៅ17លានអ្នកទេតែ1លានអ្នកហ្នឹងពាត់ផ្ទះមកហើយធ្វើគេបានគេ
គេដកបានដកបកប្រជាជនអំណាចបកខុសបកនឹងទៅរំលែកបកនឹងចោលគឺបកប្រជាជនកម្ពុជាតែឯងធ្វើខុសធ្វើខុសបើធ្វើខុសហើយបំផ្លាញគេចោលcòn khi trên một tỷ dụ bó sọt đang rồi thả thông đấy ai chạp cái đã cục đó nó vậy tỷ không bọc mai chưa rồi mình rồi thả bà cái nào bật tỷ mua hào rồi thả bà ai cái đấy ngày một phải bay tổ là bộ nó cái bung thơ cái này thì thơ cái đấy ra hô hai cái tầm lấy này ai chọn bác sĩ cho kim lệ chọn nó bây giờ nó mới thịm lệ đó bộ nó nơi được cạo lắm bôi thế đẹp có on ra chết kim lệ bác để cả năm nái hay phải bớt khó ở cái bây giờ chết cái bây giờ bác buộc luôn kim lệ cháu top này đây nãy cái tờ cái đơn lệ cháu lấy kim lệ chết cái mới tọt chết cái mới cắt cái thà nên là con tôi xong xí đó bay liền nè chuyện bay liền nè từ con tôi bạn xong câu chuyện này đó thằng bay liền rồi đó này từ từ vậy thế đó sự chuyện cái tránh cái gì không ai rồi mà vậy mới cái đó sự chuyện cái tôi chỉ chụp với nhỉ tôi mới rối cái là đó bị cái mà cả tôi chỉ kha với cô tôi mỗi thế đó chết ấy vì chết năng hay ở đó cái cơ thế đó phạm vi chuồn tôi ở chốc nè là con tôi phạm vi chuồn bên này chết đang là hay ở nó có khổ lắm đây con tôi nó bỏ lại cả đấy lại nó trâu những con tôi mà lại là kho khôi bị do chết nhưng không tôi bom tôi tới nè chết đang cái thời chân bên ấy nè chết đang ấy mấy phần đấy con tôi bỏ lại cả chẳng thế à bố nó chết đằng kia để nó con bố phạm chỉ cho nó ở bây giờ mình tên từ rùm cái này con tôi bây giờ chết đó con thợ ba chỉ để khó chịu áp cái anh nó sốc đấy cái mình sát tê chán nó cá về khuôn biệt à vay về nó vừa đánh chra kham bên là bố sao mình sát tê chán có sai chỉ vật về đây mình làm nó đấy nó chỉ sát mình phải nhám nói cái cà phê chỉ vật bao cái cà phê từ đây bao cái này này thà kỳ là ngố ngày mấy cái ăn mình chân mình ví nào đây này thứ khó cái đã toàn là cà mà cái thứ ba vậy bộ thật cái thứ man bên nước bên mục cái thứ ba này cái cầu lăng bom cái đấy tụm lẹ này ai cho mà năng phạm chế chân tới chốcถ้าอ้อยสมองสมบูรณ์คืออันตรายเช็ดสไลด์ใบพุ่งคออ้อยสมองสมบูรณ์คือเต้าเจ็ดครูนแต่มวยเตะใบบะเนี่ยนั่งไปซอยไปเตะบอกครูนคือประมาทเมืองนี้เลยท่านายเธอขอมันกระทบสถิปิเชียบรอดบอกครูนนั่งปะเจียนอัศราไปบ่ไปจองงอบย่อยงอบประหยัดเป็นเต้นคือเอาชบดิbộ này nó thử bám cái cà phê khuôn kia đây gì đang chơi chụp bộ lại còn đang chụp bộ lại đi gì cây trong khla để ở tức đấy để sát bảy bạc cái đó này tức đây thông từ luôn từ lấy đó hơi đi chơi từ tua cái đó sum mua chết luôn bạc bảy cái này nó ở tức đấy nào tao bảo bậc
mấy ai mà mong bờ mong bay không bờ đó មក7ហ៎បើឡាយនេះ ờ ឡាយមក6កន្លះជាងមក